ពុកម៉ែបងប្អូននេះក្មេងៗកុមារីខ្លះនៅជនបទស្រុកស្រែកម្ពុជាឥឡូវកំពុងនាំគ្នាជិះតងហ្នឹងទៅធ្វើថ្មីឥឡូវក្មេងៗក្នុងភូមិហ្នឹងគេនាំគ្នាសាកអាតងសម្រូតតងស្គីរអិលហ្នឹងឥឡូវនាំគ្នាជិះចុះទៅហើយម្នាក់ម្ដងហ្នឹងមៀតធំមៀតតូចស្គមធាត់ខ្ពស់ទាបអីហ្នឹងប្រហែល 5-6 នាក់ហ្នឹងគេនាំគ្នាជិះលេងអានេះឈ្មោះអីគេអូនណាំនុនទៅហើយនេះកូនតូចនេះមកឲ្យអត់មានប្រាំងទេមើលពីកាប់មុខអត់មានប្រាំងទេតូចលឿនកំលឿនពេកតបន្ទាប់តកតុយគ្នាទៅទៀតហើយចឹងពុកម៉ែបងប្អូនមួយយ៉ាទៅហើយអូនមួយយ៉ាផ្ញើជូនទស្សនាលេងកាប់មុខទៅបងកាប់មុខប្រាំងទេអាប៊ីទូជាងគេក៏មកលឿនពេកកាប់មុខហ្នឹងម៉ែបងប្អូនពោះទស្សនាលេងនេះកុមារីនៅស្រុកខ្មែរយើងជនបទនៅស្រុកបាភ្នំខេត្តព្រៃវែងពុកម៉ែបងប្អូនបងប្រុសបងស្រីណាដែលចូលចិត្តកុមារីចង់ជួយឧបត្ថម្ភនំចំណីទៅដល់គោស្ភៅសម្ភារៈសិក្សាអីអាចទំនាក់ទំនងមកខ្ញុំបានហើយអាចមកផ្ទាល់បានអាចទំនាក់ទំនងមកខ្ញុំហើយអាចអញ្ជើញមកផ្ទាល់ក៏បានឬក៏តាមរយៈសាច់ញាតិពុកម៉ែបងប្អូនដែលនៅចិត្តហ្នឹងក៏បានបាទឬក៏តាមរយៈខ្ញុំក៏បានហើយចង់ឧបត្ថម្ភទៅសាលារៀនក៏បានដែរនៅក្បែរផ្ទះខ្ញុំហ្នឹងមានសាលារៀនដែរសាលារៀនបឋមអញ្ចឹងពុកម៉ែបងប្អូនសប្បុរសជនដែលចង់ធ្វើបុណ្យធ្វើទានចង់រួមចំណែកអីផ្សេងជាសម្ភារៈសិក្សាជានំជាទៅដល់គោប៊ិចសភៅកតាបអីហ្នឹងអាចអ្នកតំណមកបានកុមារីយើងហ្នឹងឥឡូវកំពុងតែលេងទៀតហើយបន្តទៀតហើយក្មេងមានអីទេមានតែលេងអញ្ចឹងសប្បាយជុំគ្នាអញ្ចឹងទៅល្ងាចឡើងពីការសិក្សានៅសាលាពីរៀននៅផ្ទះពីដេកពីអីហើយអញ្ចឹងនាំគ្នាជិះលេងអញ្ចឹងទៅហើយនេះឈ្មោះម៉ូរីយ៉ានេះលាក់គូតអស់លេងលាក់ខោអស់លេងហើយលាក់លេងប្រឡាក់មិញប្រឡាក់ទៅលាងដៃឥឡូវទៅលាងដៃហើយមកជិះវិញដដែលហ្នឹងចឹងកុមារីសបាយតែប៉ុណ្្នឹងណោះមកទៀតហើយម៉ូរីយ៉ាជិះចេះចាប់ប្រាំងយឺតដែររ៉ាប៊ីមិញពាក់ស្បែកជើងប្រហែលទៅផ្ទះបាត់ហើយជិះអត់ចាប់ប្រាំងទេ